ខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងឬថាខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាកំឲ្យទឹកលិចចុងឫស្សីត្រីក្រៀមសកាទឹកលិចចុងស្លាកពើហាលគោពាក្យថាខែរះឆ្លងផ្លូវលោកថាដួងតារារាប់រយពាន់ម៉ឺនពេញមេឃាបង្អួតសម្រស់គ្នាប៉ុន្តែมันអាចញ៉ាំងផ្លូវឲ្យភ្លឺបានស្រួលទេរីឯដួងចន្ទ្រាតែមួយដួងរះឡើងផ្លូវហ្នឹងគឺភ្លឺមើលឃើញបានគេថាខែរះឆ្លងផ្លូវប្រៀបដូចក្រុមគ្រួសារមួយបើមកក្រុមគ្រួសារសិតតែមនុស្សល្ងងទាំងអស់គ្រួសារនឹងអត់ភ្លឺទេតលតែមានអ្នកចេះតែម្នាក់អាចឲ្យគ្រួសារនឹងភ្លឺយ៉ាងណាមិញប្រទេសជាតិយើងក៏ត្រូវការធនធានអ្នកចេះដឹងជាប្រទីបក្នុងការដឹកនាំតទៅដែរសម័យនេះនៅមានឯកឧត្តមលោកជំទាវហើយអត់ពីគាត់ទៅមានណាមានតែពួកយើងទាំងអស់គ្នានឹងហើយជាសសរទ្រូងប្រទេសជាតិអ្នកថែរក្សាការពារទឹកដីនេះបន្តទៅមុខទៀតជាមោទនភាពជាទីបំផុតសម្រាប់ខេត្តបៃលិនដែលអាត្មាតែងតែសរសើរថាជាខេត្តមួយដែលថែរក្សានៅប្រពៃណីមរតកវប្បធម៌និងធម្មជាតិបានល្អឥតខ្ចោះជាពិសេសបានថែរក្សាការពារប្រពៃណីជំនឿសាសនានិងអភិវឌ្ឍគ្រប់វិស័យដោយការដឹកនាំដ៏ឆ្លៀសវៃរបស់អ្នកដឹកនាំដ៏ប្រកបដោយគុណធម៌និងប្រកបដោយគតិបណ្ឌិតបានគិតគូរពីរឿងសុខទុក្ខប្រជារាស្ត្រព្រមទាំងយកចិត្តទុកដាក់ជាមួយនឹងជំនឿសាសនារហូតដល់ធ្វើឲ្យខេត្តមួយដែលសម្លឹងឃើញនៅក្នុងព្រៃក្នុងភ្នំធ្លាប់តែឮស្នូក្របកភ្លើងក្ដួងក្ដាំងបានคล้ายទៅជាតំបន់រៀនសិក្សាដ៏មមាញឹកដ៏សំខាន់មួយដែរសម្រាប់ប្រទេសជាតិជាកន្លែងថ្នាលបណ្ដោះនៅធនធានមនុស្សមួយដ៏សំខាន់អញ្ចឹងនេះជាការកោតសរសើរដល់ថ្នាក់ដឹកនាំនៅទីនេះទាំងអាជ្ញាធរពាក់ព័ន្ធទាំងប្រសង់ទាំងអាជ្ញាធរដែនដីដែលបានជួយផ្ដល់ឱកាសយ៉ាងណាឲ្យមានការសិក្សារៀនសូត្រនៅពីសម័យដើមប្រជាជនកម្ពុជាយើងស្ថិតនៅក្រោមអាណានិគមបារាំងម្ល៉េះហើយការសិក្សាមានការរឹតបន្តឹងសមនឹងជំនឿមិនទាន់រីកចម្រើនរបស់មេដាបៃតាកូនស្រីមិនសូវបានទៅរៀនកូនប្រុសបញ្ជូនមករៀនតែក្នុងវត្តនិយាយដោយត្រង់ទៅគេពីដើមគេរៀនចេញពីក្នុងវត្តទាំងអស់បើយើងគិតមើលមកប្រទេសកម្ពុជាសាលាបឋមសិក្សាបើមិននៅក្នុងវត្តទេនៅគៀនលបងវត្តនឹងតែមកវា 90% ជាងហេតុអីបានអញ្ចឹងពីជំនាន់ដើមវិស័យអប់រំកូនខ្មែរយើងនឹងគឺចេញពីប្រសង់ទាំងអស់ប្រសង់នឹងហើយជាអ្នកអប់រំជាអ្នកបង្ហាត់បង្រៀនស្រុកមានភ័យអាសន្នសង្គ្រាមចម្បាំងរាំងជលអសរសាស្ត្រប្រពៃណីវប្បធម៌ចំណេះដឹងទាំងអស់វារត់មកជ្រកនៅវត្តហើយដល់តែចប់សង្គ្រាមគេនាំគ្នារៀនចេញពីវត្តទៅវិញអញ្ចឹងការមកសិក្សារៀនសូត្រចេញពីវត្តទៅនេះធ្វើឲ្យប្រទេសយើងបានទទួលបាននូវធនធានចំណេះដឹងយ៉ាងច្រើនភាពល្បីល្បាញដែលកើតចេញពីការសិក្សារៀនពីវត្តអារាមនេះគឺជាដើមទុនជាគ្រឹះមូលដ្ឋានជំនាន់មុនរបស់ប្រទេសកម្ពុជាជាពិសេសយើងសង្កេតមើលនៅក្នុងសតវត្សទី5ជំនាន់កៅឌិនវរ្ម័នជំនាន់នោះឯងប្រសង់ខ្មែរពនាមសង្ឃបាលលោកចេះភាសាបាលីសំស្ក្រឹតភាសាចិនរហូតដល់ទៅប្រែកពីបត្រៃបិដកឲ្យប្រទេសចិនត្រូវបានការរាប់អានអំពីព្រះរាជានិងថ្នាក់ដឹកនាំស្រុកចិនមានកពីឯកសារស្នាដៃយ៉ាងច្រើនទល់សម័យសពថ្ងៃបន្ទាប់មកទៀតខ្មែរយើងក្នុងជំនាន់តាមលិនតៈបានទៅសិក្សារៀនសូត្របាលីពីប្រទេសស្រីលង្កាខ្មែរយើងក៏មានអ្នកប្រាជ្ញសិក្សារៀនសូត្រជាប្រសង់ក្នុងសម័យអង្គរមានប្រសង់ជាបណ្ឌិត18រូបហើយប្រសង់ដែលជាសាស្ត្រាចារ្យមាន2740អង្គសិតជាសាស្ត្រាចារ្យអគ្គមហេសីនៃប្របាទជ័យវរ្ម័ននោះគឺជានាយកគឺជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្ររីឯប្របុត្រនោះទៅរៀនបួសនៅប្រទេសស្រីលង្កាខ្លាំងខាងបាលីគាត់ចម្លងធម៌បាលីមកធ្វើឲ្យប្រទេសយើងមានសាកលវិទ្យាល័យមានបណ្ឌិតតាំងតែពីជុំវិញយើងគេអត់ទាន់មានផងប្រទេសយើងជាអ្នករកឃើញស្លដែកមុនគេរកឃើញឡថ្លដែកនៅព្រះវិហារដែលប្រទេសយើងពីដើមជាធនធានអ្នកប្រាជ្ញដ៏សំខាន់បន្ទាប់មកទៀត
ប្រទេសខ្មែរយើងជាអ្នកបកប្រែបត្រៃបីដកចប់មុនគេលើពិភពលោកដែលធ្វើឲ្យពិភពលោកគេកោតស្ញប់ស្ញែងគេថាប្រទេសមើលក្នុងផែនទីមិនចង់ឃើញផងមិនក៏មានអ្នកប្រាជ្ញអីក៏ខ្លាំងម្ល៉េះផ្អើលដល់ពនារតៈថែអ្នកប្រាជ្ញស្រីលង្កាមកមើលឃើញខ្មែរយើងហ៊ានប្រែបត្រៃបីដកចប់មុនគេយកទៅចុះកសែតផ្សព្វផ្សាយឲ្យបានជនជាតិបារាំងមកសុំបោះពុំសុំឆ្លងទើបនឹងបានមកក្បាលយើងឃើញទេការសិក្សារៀនសូត្រមានវឌ្ឍនភាពយ៉ាងរីកចម្រើនចេញពីខាងបាលីអ្នកប្រាជ្ញអ្នកចេះដឹងសម័យដើមចេញពីខាងប្រសង់ទាំងអស់សំបីសាលារៀនសពថ្ងៃដែលយើងល្បីសាលាភូមិន្ទភ្នំពេញសាស្ត្រាចារ្យមកពីសាលាភូមិន្ទភ្នំពេញមកបង្រៀននៅបរិយាអនុរាជលោកសរសើរវិញថាខ្ញុំចង់មកបង្រៀននៅសាកលវិទ្យាល័យព្រះសីហនុរាជព្រោះសាកលវិទ្យាល័យនឹងកើតមុនភ្នំពេញទៀតកើតមុនភូមិន្ទភ្នំពេញទៀតណែបើដូច្នេះហើយយើងបានបង្ដោះធនធានមនុស្សពីដើមមកមានយ៉ាងច្រើនជាពិសេសខាងប្រសង់កុំតែបានប្រសង់នឹងហើយកុំអីអក្សរសាស្ត្រយើងត្រូវគេលុបបំបត្តិចោលអស់អក្សរសាស្ត្រយើងគេលុបបំបត្តិចេញទៅគេយកអក្សរឡាតាំងមកដាក់ដៃដាក់ជើងដើម្បីប្រើបានប្រសង់យើងជាអ្នកសិក្សាជាអ្នករៀនសូត្រនាំគ្នាតវ៉ាថែរក្សាការពារបានរហូតមកចំនួនឆ្នាំ1966 67នេះទៀតសម្ដេចព្រះសង្ឃរាជជួនណាតជាមួយនឹងក្រុមការងាររបស់លោកបាននាំគ្នាធ្វើវចនានុក្រមសម្រាប់យើងរៀនសូត្រហៅថាវចនានុក្រមពុទ្ធសាសនបណ្ឌិតរហូតទល់ដល់សប្តាហ៍ថ្ងៃនេះទៀតយើងឃើញទេគ្រប់ក្រសួងគ្រប់ស្ថាប័នយកវចនានុក្រមយកពាក្យនឹងជាដើមទុនសម្រាប់ធ្វើការបង្កើតពាក្យថ្មីឬការប្រើប្រាស់រហូតសប្តាហ៍ថ្ងៃក៏វាចេញមកពីប្រសង់ស្នាដៃអ្នកប្រាជ្ញធំអ្នកនិពន្ធចំនួនដើមទាំងអស់សិតតែចេញពីរៀនសាលាវត្តទាំងអស់ហើយម្យ៉ាងទៀតសោតបើយើងធៀបទៅបរទេសវិញប្រទេសជប៉ុនក្រោយពីចប់សង្គ្រាមលោកលើកទី2គឺខ្ទេចខ្ទីទាំងអស់ម្ល៉េះហើយអត់មានអីទេខ្ទេចខ្ទីអស់ហើយគេប្រមូលកូនជប៉ុននឹងដាក់ក្នុងវត្តរៀនចេញពីវត្តទៅហើយបានចេះពីវត្តទៅបានបញ្ជូនយកទៅតាមប្រទេសផ្សេងឲ្យរៀនមកកត់ចម្លងមុខវិជ្ជាទាំងនោះនាំយកមកប្រទេសជប៉ុនឥឡូវប្រទេសជប៉ុនក្លាយជាប្រទេសរុងរឿងមួយដែរក៏រៀនចេញពីវត្តដែរប្រទេសខ្មែរយើងកាលពីមិនទាន់មានក្រសួងអប់រំគឺយើងនៅវត្តក្រសួងអប់រំទើបចាប់ផ្ដើមមានការពង្រឹងខ្លាំងនៅក្នុងឆ្នាំ1910 1911ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សលោកចេញបញ្ជាទាំងអស់ថាបើប្រជាជនណាមិនយកកូនមកឲ្យរៀនសូត្រទេនឹងត្រូវមានទោសដាក់ពិន័យតែហ្មងហេតុតែលោកស្រឡាញ់ចំណេះដឹងលោកស្រឡាញ់ឲ្យកូនខ្មែរមានចំណេះវិជ្ជាលោកសុខចិត្តប្រកាសបើនរណាមិនយកកូនមកឲ្យរៀនទេនឹងមានទោសលោកបានផ្ដល់ពរាជដំណាក់របស់លោកនៅភ្នំពេញឲ្យធ្វើជាការិយាល័យអប់រំដែលគេនៅប្រើទល់ដល់សពថ្ងៃហ្នឹងគឺជាកន្លែងរបស់លោកផ្ទាល់ហើយក៏បានគេគ្រប់គ្រងលោកដាក់សាលាឈ្មោះយកពនាមរបស់លោកដាក់សាលាព្រះរតមព្រះស៊ីសុវត្ថិព្រះអីមុនីវង្សអញ្ចឹងមកអញ្ចឹងហើយការសិក្សារៀនសូត្ររបស់យើងបានអ្នកប្រាជ្ញដ៏ល្បីពេញពិភពលោកប៉ុន្តែយើងមានបញ្ហាដោយសារសង្គ្រាមក៏បាត់បង់អស់ទៅវិញទៅអ្វីដែលយើងខំកសាងមកខ្ទេចខ្ទីដូច្នេះហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងបានធ្វើប្រទេសនេះតាំងពីគំនោផេះផង់ប្រសង់ដែលគ្មានទេគេផ្សឹកអស់ហើយវត្តអារាមគេវាយយកទៅទប់ទំនប់យកទៅធ្វើទ្រង់ជ្រូកអស់ហើយប៉ុន្តែដោយសារយើងខំនាំគ្នាកសាងការពីអភិវឌ្ឍតាំងពីលើគំនោផេះផង់បាត់ដៃទៅទេរហូតបានមកដល់ប៉ុណ្ណឹងហើយបើដូច្នេះពួកយើងនាំគ្នាជួយថែរក្សាការពារសេចក្តីសុខសន្តិភាពនេះឲ្យបានវែងឆ្ងាយតទៅមុខទៀតនាំគ្នាសិក្សារៀនសូត្រដើម្បីជាសសរទ្រូងប្រទេសជាតិដើម្បីជួយថែរក្សាការពារមរតកទឹកដីនេះតពីដូនតាយើងតទៅមុខទៀតអស់ពីសម្ដេចអស់ពីឯកឧត្តមនេះទៅគឺកតុករបស់ទាំងនឹងសម្រាប់យើងជាកូនខ្មែរជំនាន់ក្រោយបើដូច្នេះទូព្រះបង្គំខ្ញុំកណាសូមផ្ដាំផ្ញើដល់និស្សិតប្អូនដែលខំតស៊ូបួសរៀនប៉ុណ្ណឹងហើយវាបានជ្រុលចំណាយពេលវេលាហើយខិតខំតស៊ូរៀនឲ្យបានជោគជ័យហើយរាជរដ្ឋាភិបាលគឺលោកបានបើកការអនុញ្ញាតមួយគឺសូម្បីមានក្រសួងអប់រំមានសាលាក្រសួងអប់រំហើយក៏ដោយក៏ប៉ុន្តែយើងរៀនខាងពុទ្ធិកសិក្សានេះសញ្ញាបត្រត្រូវគេទទួលស្គាល់អញ្ចឹងយើងចប់ឌីប្លូមចប់បាក់ឌុបចប់បរិញ្ញាអនុបណ្ឌិតអីគេទទួលស្គាល់ដូចគ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាក៏ជាកូនខ្មែរបើនៅជាក្រហមយើងបើនៅជាប្រសង់យើងអាចជួយធនធានដល់ប្រសង់ជំនាន់ក្រោយហើយបើយើងសឹកទៅជាក្រហមវិញក៏នៅតែកូនខ្មែរយកចំណេះនឹងទៅពង្រើដល់ប្រទេសជាតិយើងទាំងអស់គ្នាដែរបើដូច្នេះសូមផ្ដាំផ្ញើប៉ុណ្ណេះសូមសម្ដេចជាអង្គម្ចាស់និងប្រគុណម្ចាស់គ្រប់ព្រះអង្គអាដាមលោកជំទាវមេត្តាអនុគ្រោះសូមអនុមោទនាសូមអរគុណ